យន្តហោះចំបាំង F16 របស់យោធាថៃនៅថ្ងៃទី26ខែធ្នូឆ្នាំ2025បានបើកការវាយប្រហារយ៉ាងសាហាវទម្លាក់គ្រាប់បែកយ៉ាងហោចណាស់40គ្រាប់សន្ធាប់ជាប់គ្នានៅក្នុងរយៈពេលប្រហែល1ម៉ោងប៉ុណ្ណោះទៅលើភូមិជោគជ័យនៅក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជាក្រសួងការពារជាតិកម្ពុជាឲ្យដឹងថាការវាយប្រហារតាមអាកាសនេះបានកើតឡើងចាប់ពីម៉ោង6:08នាទីព្រឹកដល់ម៉ោង7:15នាទីព្រឹកដែលបានកំទេចលំនៅឋានរបស់ជនស៊ីវិលកម្ពុជាជាច្រើនខ្នងក្រសួងការពារជាតិបានពណ៌នាការវាយប្រហារនេះថាកំរោលនិងមិនរើអើងដែលមានគោលបំណងបំផ្លាញគោលដៅជនស៊ីវិលប្រែក្លាយភូមិមួយដែលមានប្រជាជនរស់នៅទៅជាតំបន់វាយប្រហារយ៉ាងឃោរឃៅនិងអមនុស្សធម៌គួរសម្គាល់ថាក្រៅពីភូមិជោគជ័យយោធាថៃនៅព្រឹកថ្ងៃទី26ខែធ្នូដដែលបានវាយប្រហារភូមិព្រៃច័ន្ទដោយប្រើដ្រូនទម្លាក់គ្រាប់បែកភូមិព្រៃច័ន្ទស្ថិតនៅជាប់ភូមិជោគជ័យទ័ពថៃបានពាត់បន្លាលួចយកផ្ទះនិងដីរបស់ពលរដ្ឋខ្មែរអស់ជាច្រើនហិកតាតាំងពីខែកក្កដាឆ្នាំ2025មកហើយនៅក្នុងការប្រយុទ្ធគ្នាជុំទី2នេះយោធាថៃបានប្រើរថក្រោះនិងរថទាសដៃរុលចូលបាញ់រះលើផ្ទះរបស់ពលរដ្ឋខ្មែរដើម្បីឈ្លានពានកាន់កាប់បន្ថែមពីលើភូមិទាំងពីរយោធាថៃបានបាញ់ផ្លោងចូលប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទព្រះវិហារក្រសួងការពារជាតិកម្ពុជាអះអាងថាកងកម្លាំងកម្ពុជានៅបន្តបំពេញកាតព្វកិច្ចនៅក្នុងការការពារបូរណភាពទឹកដីនិងការពារប្រជាជន